កាលពីថ្ងៃទី5 ខែតុលាឆ្នាំ2025 កន្លងទៅលោកឧត្តមសេនីយ៍ត្រីរតចនាមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំបានរៀបចំទទួលអាហារថ្ងៃត្រង់ដល់ក្រុមផ្ការាជគ្រប់រដូវដឹកនាំដោយលោកពាក់មីមុននឹងក្រុមរបស់លោកត្រូវជួបជាមួយនឹងក្រុមម៉ូតូទឹកកម្ពុជានៅលើទឹកដីស្រុកស្នួលនៅក្នុងជំនួបមួយនេះក៏បានឲ្យដឹងដែរថាក្រុមផ្ការាជគ្រប់រដូវនឹងត្រឡប់មកអង្រួនស្រុកមេមត់យើងម្ដងទៀតនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 គូរំលឹកផងដែរថាតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 គឺជាទីកន្លែងចាប់ផ្ដើមនៃការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតជាទីតាំងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានយកជីវិតធ្វើជាទុនរំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍និងស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជាតំបន់នេះត្រូវបានផ្ដួចផ្ដើមកសាងឡើងដោយឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងត្រូវបានយកចិត្តទុកដាក់និងមើលថែពីលោកឧត្តមសេនីយ៍ត្រីរតចនាមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំដោយមានការអភិវឌ្ឍឥតឈប់ឈរពីឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 បានក្លាយជាទីកន្លែងមួយដែលមិនត្រឹមជាតំបន់ប្រវត្តិសាស្ត្រតែប៉ុណ្ណោះទេប៉ុន្តែបានប្រែក្លាយតំបន់នេះឲ្យក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយនៅក្នុងខេត្តត្បូងឃ្មុំផងដែរការអភិវឌ្ឍទាំងអស់នេះដោយសារតែប្រទេសយើងមានសន្តិភាពទើបមានការអភិវឌ្ឍសូមអរគុណសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាបិតាស្ថាបនិកសន្តិភាពនៅកម្ពុជាអរគុណសន្តិភាព